តែរបស់ម្ចាស់កម្ពុជាពេលនេះគឺមិនធម្មតានោះទេស៊ូវ៉ាន់សៀងនាងក៏បានថាបកនេះมันបានជាប់ចំណាត់ថ្នាក់ទី1ក្នុងចំណោមវិមានទាំង10អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយថ្ងៃនេះគាត់គួរតែបម្រើតែល្អបំផុតដើម្បីទទួលសិស្សដែលមានសមត្ថភាពបែបនេះសូម្បីតែខ្ញុំក៏មានអារម្មណ៍ច្រណែនបន្តិចដែរលោកម្ចាស់លីគាត់ក៏បានថាចៅស៊ីនឈីគឺពិតជាមានទេពកោសល្យជាមួយនឹងបុគ្គលិកលក្ខណៈស្ថិរភាពនិងស្មោះត្រង់ប៉ុន្តែវានៅតែជាការភ្ញាក់ផ្អើលដល់ខ្ញុំថ្ងៃណាមួយនាងនឹងទទួលបាននូវសេរីរុងរឿងបែបនេះចៅឡាវព្រឹទ្ធាចារ្យភ្នំសឺយិនក៏បានសាចឡើងហើយក៏បានពោលទៅសេរីរុងរឿងគឺជារឿងមួយវាក៏មានរង្វាន់អាត់កំបាំងផងដែរសម្រាប់ចំណាត់ថ្នាក់ទី1ក្នុងចំណោមវិមានទាំង10លោកម្ចាស់លីក៏បានថាច្បាស់ហើយរង្វាន់នោះវាពិតជានឹងជួយនាងធានាបានថានឹងក្លាយទៅជាសិស្សបកខាងក្នុងនៃធានជើព្រឹទ្ធាចារ្យចៅក៏បានថានិយាយអញ្ចឹងភ្នំសៀងយន់នៃធានជើនឹងមានចៅស៊ីនឈីហើយកំពូលភ្នំឈីងហ្វឹងនៃធានជើគឺមានសង្គាន់ធានយោស៊ូវ៉ាន់សៀងក៏បានថាដាក់កំពូលភ្នំជីងទីងខ្ញុំផងខ្ញុំក៏មានឆាំងធានលៃដែរសមរភូមិបន្ទាប់នៅភាគខាងជើងនិងភាគខាងត្បូងយើងអាចជំរះភាពអាម៉ាស់របស់ពួកយើងកាលពីមុនបានហើយរូបភាពរបស់យើងគឺកាត់មកសាច់រឿងតពីចុងភាគមុនវិញម្ដងពេលនេះកំពូលនៃបន្ទប់ប្រឡងមិនមែនមានតែចៅស៊ីឈីនោះទេដែលអាចប្រឡងជាប់នោះក៏មានបន្ទប់មួយផងដែរដែលមានពលឺរូបអណ្ដើងតែគ្មានអ្នកណាដឹងអំពីម្ចាស់ដែលបានឆ្លងកាត់ការសាកល្បងនឹងឡើយតើនិមិត្តសញ្ញាដំបងដែលជាប់លេខ1មិនក៏មិនមែនជារបស់សិស្សច្បងជើអញ្ចឹងវ៉ាវអណ្ដើងតូចនេះពិតជាលាបពណ៌បានស្អាតមែនសាមញ្ញទន់ភ្លន់ថ្លៃថ្នូរគួរឲ្យស្រឡាញ់ណាស់ហើយសម្លេងនេះគឺជាសម្លេងទូប្រុសរបស់យើងសរសើររូបគំនូររបស់ខ្លួនឯងនឹងឯងស្អីគេចេះមានអ្នកដែលទទួលបានបន្ទុកខ្ពស់ជាងសិស្សច្បងជើទៅទៀតអីរូបដបកំណប់របស់សិស្សច្បងជើបែរជាចាញ់របស់កាក្រិចនោះទៅវិញហើយមានរឿងអ្វីកើតឡើងពិតប្រាកដទៅនេះអ្នកខ្លះក៏ខ្សឹបខ្សៀវថាមើលទៅដូចជាអាចង្រៃណាម្នាក់មិនដឹងនេះសៅឈុនរបស់យើងវិញគេរអ៊ូតែម្នាក់ឯងទេរូបអណ្ដើងតូចគួរឲ្យស្រឡាញ់ច្បាស់ណាស់មិនបានថាចង្រៃស្រាប់តែឮសំឡេងកូនកបិតឆ្វិញអ្នកណាទេដកមកហ្នឹងគេក៏បាននិយាយចែរបស់ថោកទាបបែបនេះមានចំណាត់ថ្នាក់ស្មើនឹងសិស្សច្បងចៅដែរអីហោះសម័យរបស់យើងនាងក៏ថាប៉ុន្តែខ្ញុំគិតថាវាគួរឲ្យស្រឡាញ់និងភ្ញាក់ផ្អើលណាបានដៃគូមួយគិតដូចគ្នាអញ្ចឹងទូប្រុសយើងមកខ្សឹបសួរនាងពិតអីខ្ញុំក៏គិតថាខ្ជូតដែរគេកំពុងតែត្រូវដងត្រូវផ្លែគ្នាហ្នឹងយើងក៏បានឃើញបរិសម្នាក់គេរត់មកតែម្ដងសិស្សប្អូនចៅខ្ញុំឈានមកទីនេះដើម្បីអបអរសាទរសិស្សប្អូនគេប្រើដាវរបស់គេឆ្លាក់អក្សរអបអរសាទរមកកាន់បន្ទប់ដែលនាងចូលប្រឡងនោះឯងហើយអាគាត់ឈានមកហ្នឹងគឺមកពីសាលអនុវត្តច្បាប់មនុស្សដែលមានអាយុវ័យក្មេងជាងគេជាប់លេខ1ក្នុងចំណោមវិមានទាំង10សិស្សឈុនក៏បានថាមកកត់សេរីរុងរឿងមានតែចៅសេងឈីងតែម្នាក់តែប៉ុណ្ណោះសិស្សប្អូនគ្រប់គ្នានាំនេះហូកញ្ជ្រៀវតែម្ដងមកនឹកស្មានថាសិស្សច្បងឈានមកនេះមានវិធីសាស្ត្របង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់មនុស្សស្រីដែលខ្លួនស្រឡាញ់និង cool បែបហ្នឹងសោះសំឡេងម្នាក់ស្រីនឹងក៏បានថាខ្មាស់គេណាហើយទ្វាររបស់នាងក៏បានបិទគាត់នឹងក៏បានទៅហៅនាងចឹងទៅសិស្សប្អូនចៅសិស្សប្អូនចៅសិស្សប្អូនចៅបើកទ្វារមកសិស្សប្អូនសំទោសផងដែលខ្ញុំមកយឺតយ៉ាវកុំខឹងនឹងខ្ញុំអីណាសិស្សប្អូនកុំលាក់ខ្លួនតើសិស្សប្អូនលាក់ខ្លួនដោយសារតែខឹងខ្ញុំមែនទេគាត់នោះក៏បានថាសិស្សច្បងឈានសិស្សច្បងនេះខកខានរឿងពេញលេញហើយឈានមកគេក៏ថាអូយើងដឹងហើយយើងគ្រាន់តែមកយឺតបន្តិចតើដោយសារតែមុននេះយើងមានកិច្ចការសំខាន់ត្រូវធ្វើបន្តិចហ្នឹងណាមិនអញ្ចឹងទេសិស្សច្បងខណៈពេលដែលយើងរងចាំកណ្ដឹងឈានមកស្រ័យសម្លុតមិនឲ្យគេនិយាយបញ្ចប់នោះទេកុំនិយាយតែប៉ែមកច្រើនពេកធុញណាឯមិនឲ្យយើងជាមួយនឹងសិស្សប្អូនចៅនៅស្ងប់ស្ងាត់តែ2នាក់បន្តិចបានទេអីហើយនៅខាងក្នុងយើងបានឃើញថាបេក្ខជនស្រីនាងកំពុងតែធ្វើការរៀបចំអាថ្នាំនឹងអីចឹងទៅដល់2000ប្រមាណអញ្ចឹងណាហើយរូបភាពកាត់មកខាងក្រៅវិញទៀតណាឈានមកនឹងកំពុងតែមានសេចក្តីអំណរណាស់គ្រាន់តែអោបអាទ្វារគេចូលចេញនឹងក៏ដូចបានអោបគេផ្ទាល់អញ្ចឹងស្រាប់អាទ្វារក៏បានបើកទៅមានអីជំនុញចូលមកខាងក្នុងម្នាក់ស្រីនឹងក៏បានចេញមកកវីសក់បន្តិចទៅខ្ញុំអាចលើសពី7000ដែលខ្ញុំបានធ្វើការពីមុនក៏ចាត់ទុកថាជាទេពកោសល្យម្នាក់ប៉ុន្តែលើកនេះខ្ញុំសរសេរបានជាង8000ដើមវាចម្លែកខ្លាំងណាស់ហេតុអ្វីពេលនេះដូចជាស្រាប់តែពេលនោះឃើញថាកំពូលរបស់តួប្រុសយើងនៅតែភ្លឺនាងក៏ថាมันអាចទៅរួចទេឯឈានមកគេនៅតែអបអរសាទរដែលមិនបានមើលនោះឡើយពិតជាអស្ចារ្យមែនកំពូលនៃតារាងឯក្នុងចិត្តត្រកូលចៅនាងពិតជាចង់ដឹងណាស់តើម្នាក់នោះគឺជាណាតើគេស្ពេលបានប្រមាណដើមទៅឈានមកនៅខំលើកទឹកចិត្តនាងដែរប៉ុន្តែនាងគ្មានអារម្មណ៍នៅមើលទៀតទេនាងក៏បានចាក់ចេញទៅចូលស្ពេល2ដងនៅតែក្រោមបន្ទុករបស់អណ្ដើកកំមុំតូចហូសេមេណែគឺនៅតែសរសើរអណ្ដើកតូចនោះឯងដើកតូចនេះពិតជាអស្ចារ្យមែនសូម្បីសិស្សច្បងជើក៏មិនអាចយកឈ្នះគេបានដែរទោះប្រយើងថានោះគឺវាជាការនឿយហត់ក្នុងការប្រយុទ្ធជាមួយរុក្ខជាតិជាង9000ដើមឬ
ទូប្រយើងធ្លុយមាត់បែបនេះនាងក៏បានសួរទៅហ៎មិនបានជាបងប្រុសធំសេឈុនដឹងរឿងនេះសើឈុនយើងក៏បានថាអូខ្ញុំគ្រាន់តែទាយទេហើយស្រីស្អាតក៏បានដើរកាត់មុខគេបន្តិចឥទ្ធិពលស្រីស្អាតគ្រាន់តែដើរកាត់មុខគេហ្នឹងគឺថាទូប្រុសរបស់យើងចង់ភាំងស្មារតីមកផ្លេតដែរអញ្ចឹងលទ្ធផលបានផ្សាយហើយលេខ1ក្នុងចំណោមថ្មទាំង10ចៅស៊ីនឈីមិនអាចទទួលបានទៀតនោះទេទោះបីជានាងបានប្រកួតប្រជែងនិងវិមានដើម្បីយកលេខ1រយៈពេល7ថ្ងៃជាប់គ្នាក៏ដោយនាងនៅតែមិនអាចវ៉ានដាច់រូបអណ្ដើកនោះទេអត្តសញ្ញាណរបស់អណ្ដើកនោះគឺអាត់កំបាំងคล้ายទៅជាប្រធានបទក្តៅនៅក្នុងប៉ាម្នាក់គឺនាំគ្នាលើកឡើងថាអណ្ដើកតូចច្បាស់ជារៀមច្បងដែលមានបទពិសោធន៍ខ្លាំងជាងគេនៅក្នុងប៉ាជាមិនខាននោះទេបើមិនចឹងមិនអាចយកឈ្នះចៅស៊ីនឈីបានឡើយឯអ្នកកំឡោះទូប្រុសរបស់យើងមួយថ្ងៃស្ដាប់ឮតែគេសរសើរអំពីខ្លួនសាច់បិទមាត់មិនចិត្តនោះទេកាន់តែស្ដាប់កាន់តែមានអារម្មណ៍ថាអស្ចារ្យចង់រកឱកាសមួយដើម្បីបង្ហាញខ្លួនធ្វើជាតារាល្បីនៅក្នុងប៉ាកំពុងតែសម័យចង់អួតប្រាប់គេថាខ្លួនឯងនឹងហើយគឺជាអណ្ដើកតូចអាត់កំបាំងស្រាប់តែពេលនោះឮសម្រែកមួយថាអណ្ដើកតូចអាត់កំបាំងអ្នកណាចាប់គេបានខ្ញុំនឹងផ្ដល់រង្វាន់ឲ្យមិនថាចាប់បានទាំងរស់ឬក៏ស្លាប់នោះទេក៏នៅតែឲ្យរង្វាន់ជាទីគាប់ចិត្តឮសេចក្តីប្រកាសមួយនេះហើយតួប្រុសយើងលែងហ៊ានបង្ហាញមុខបណ្ដោយកំពុងតែលួចស្ដាប់គេស្រីច្រមុះមកទៀតមានរឿងអីហ៎នាងមកទៀតហើយនាងក៏ថាច្បាស់ណាស់ខ្ញុំមកនេះគឺដើម្បីមើលភាពចលាចលកំពុងតែលួចមើលអញ្ចឹងណាគ្នាមានបរិះម្នាក់នោះនិយាយសរសើរអំពីអណ្ដើកតូចរបស់យើងថាគាត់នឹងជួបអណ្ដើកតូចក៏មិនប្រកាសថាឈ្នះគេដែរបើសក្តានុពលគេខ្លាំងយ៉ាងនេះនោះគេជាប់លេខ1ដោយកម្លាំងពិតប្រាកដរបស់គេនោះគ្រាន់តែសរសើរអណ្ដើកតូចប៉ុណ្ណឹងត្រូវបានឈិនមកដាក់ឡើងប៉ោងមុខផ្កាប់មុខទឹងឈាមច្មោះរាវភ្នែកលៀនបដ ដោយអាណាក៏ដោយហ៊ានគ្រប់គ្រងអន្តរសម្អុយមួយនោះនឹងទទួលការបញ្ចប់ដូចជាគេអញ្ចឹងសើប្អូនចៅអាចជាប់ចំណាត់ថ្នាក់លេខ1ក្នុងចំណោមវិមានថ្មទាំង10នេះយូរយារណាស់មកហើយទាំងអស់នេះដោយសារតែអន្តរសម្អុយឯងនឹងឯងហ៊ានរៀបផ្លូវរបស់សិស្សប្អូនចៅនឹងខ្លាយទៅជាអ្នកដែលបង្កចំនួនជាមួយតកូលឈានយើងនេះហើយស្រីទៅចមកនេះក៏បានថាឯគ្រាន់តែជាអ្នកជួយចិត្តធ្វើបាបគេតែប៉ុណ្ណោះខ្ញុំគ្រប់គ្រងអន្តរតូចគឺអស្ចារ្យទូប្រុសយើងក៏បានដឹកដៃនឹងរត់តែម្ដងឈានមកក៏បានងាកទៅរកទៅអ្នកណាគេស្រែកឲ្យបាញ់មិញទូប្រុសយើងបានដឹកដៃកមុំតូចចុះពីលើភ្នំមកអញ្ចឹងនាងឡាប់សតិហើយតែមែនទេតែចង់រស់ស្លាប់អីសៀវមីក៏បានបេះដៃរបស់ទូប្រុសយើងចាញ់បងប្រុសធំសៀវឈុនបងប្រុសមិនយល់នោះទេខ្ញុំប្រហែលជាកើតមកក្នុងត្រកូលនៃអភិជនតែយ៉ាងណាក៏ដោយខ្ញុំមិនដូចជាបងប្រុសរបស់ខ្ញុំយុនហ្វៃឡើយដែលមានទាំងទេពកសលហើយថែមទាំងមានអ្នកជួយគ្រប់គ្រងច្រើនខ្ញុំក៏ព្យាយាមមកខ្លាំងណាស់ផងដែរប៉ុន្តែបានត្រឹមតែទិញតំណែងសិស្សបាក់ខាងក្រៅពីបងប្រុសទៅវិញមិនហើយខ្ញុំពិតជាសរសើរដៅទួយខ្លាំងណាស់គេអាចពឹងផ្អែកទៅលើសមត្ថភាពប្រឹងប្រែងរបស់គេផ្ទាល់យកឈ្នះសិស្សច្បងចៅដោយយុត្តិធម៌ខ្ញុំពិតជាចង់តាក់ទងជាមួយនឹងមនុស្សបែបនេះចំពោះមនុស្សដែលមានទេពកោសល្យและមានការជំរុញទឹកចិត្តដូចជាអណ្ដើកតូចបែបនេះខ្ញុំនឹងផ្ដល់ការគ្រប់គ្រងទាំងស្រុងរបស់ខ្ញុំទៅកាន់គេខ្ញុំសង្ឃឹមថាខ្លួនឯងនឹងក្លាយទៅជាលេខ1ក្នុងចំណោមវិមានទាំង10ដូចគេដែរហើយក្លាយទៅជាមោទនភាពឋានសួគ៌នៃកម្ពុជាភ្នំសៀងយ័ន្តរបស់យើងអាចទទួលបានរង្វាន់ដ៏អស្ចារ្យពីប៉ាកំពុងស្ដាប់គេសរសើរសប្បាយចិត្តក៏បានសួរនាងទៅស្អីគេមានរង្វាន់ធំនាងក៏សួរបកវិញមកបងប្រុសធំសឿឈិនមិនដឹងទេអីយកទៅតាមព្រេងនិទានអ្នកដែលបានចំណាត់ថ្នាក់លេខ1នៅក្នុងវិមានថ្មទាំង10នេះនឹងទទួលបានកំពូលកំណប់របស់ប៉ាទូប្រុសយើងថាអីគេកំណប់ធំនាងក៏ថាពិតមែនហើយគឺជាកំណប់អស្ចារ្យអណ្ដើកតូចមិនត្រឹមតែគេមានឱកាសទទួលបានកំណប់នោះទេនឹងខ្លាយទៅជាអ្នកខ្លាំងជាងគេនៅក្នុងប៉ាទៀតផងចឹងហើយយើងត្រូវតែគ្រប់គ្រងគេទូប្រុសយើងប្រកាសហើយខ្ញុំនឹងខ្លាយទៅជា top fan របស់គេតែម្ដងថ្ងៃបន្ទាប់ទូប្រុសយើងអង្គុយអានសភៅបដាគិតបដាទៅអើយទោះបីជាកំណប់ដ៏អស្ចារ្យរបស់ប៉ាគឺពិតជាល្អមែនប៉ុន្តែសិស្សច្បងឈានកំពុងតែរងចាំមើលខ្ញុំជានិច្ចនឹងវាដូចជាបថុយគ្រោះថ្នាក់ពេកហើយយកល្អដាក់ខ្លួនឲ្យទៀបបន្តិចទៅព្រាមនោះក៏បានលើសំឡេងគូទ្វារតុកដល់តែបើកទ្វារគ្មានណាទេគឺស្រីច្រមុះហួសសេមីនឹងឯងដែលនាងបានយកអាហារនិងនំឆ្ងាញ់មកឲ្យគេដើម្បីអរគុណដល់គេទូប្រុសយើងក៏សួរអរគុណរឿងអ្វីឈុតបន្ទាប់ញ៉ាំមិនដើរនិយាយមិនដើរណាឯងចាំបាច់អរគុណទេតាមពិតហេតុការណ៍នឹងវាគួរភ័យខ្លាចពេកខ្ញុំក៏ចេះតែដើរដៃនាងរត់ចឹងទៅណានាងក៏ថាបងប្រុសរបស់ខ្ញុំមុនពេលគាត់ធ្វើបេសកកម្មគាត់ឲ្យខ្ញុំមកអរគុណបងនឹងឯងអូសភៅច្រើនមែនតើក្នុងបន្ទប់របស់បងប្រុសធំសៀវឈុនបងប្រុសធំកំពុងតែរៀនអំពីអណ្ដើកតូចនោះតែមែនទេលឺនាងនិយាយជាងគេក៏បានជ្រក់នំបន្ទាប់មកនាងក៏បានចាក់ទឹកឲ្យគេញ៉ាំនាងក៏បានថាបងប្រុសធំសៀវឈុនប្រឹងប្រែងយ៉ាងនេះបងប្រុសធំប្រកាសជានឹងយកឈ្នះបងប្រុសរបស់ខ្ញុំថ្ងៃអនាគតជាមិនខាននឹងក្លាយទៅជាមោទនភាពឋានសួគ៌នៃបកខាងក្រៅយើងជាមិនខាននោះទេថាមិនត្រូវទេបងប្រុសធំប្រហែលជានឹងជោគជ័យឈានទៅដល់ដំណាក់កាលកសាងគ្រឹះមូលដ្ឋានលឺនាងសរសើរបែបនេះគេឡើងជោដល់បន្ទាប់មកគេក៏គិតសិស្សច្បងរបស់ខ្ញុំបានប្រាប់ខ្ញុំថាការឡើងដំណាក់កាលទៅកាន់ដំណាក់កាលជួយជីនេះគឺជារឿងលំបាកខ្លាំងណាស់តើនោះមិនពិតទេតែមែនទេនាងក៏ថាប្រកាសហើយបងប្រុសរបស់ខ្ញុំបាននិយាយថាបើសិនជាយើងអាចជោគជ័យឈានដំណាក់កាលជួយជីនោះគឺថាយើងអាចជីវិតរបស់យើងគឺជីវិតរបស់យើងនឹងអាចបញ្ជាអាយុជីវិតបានលឿននាងប្រាប់ថាអាចបញ្ជាអាយុជីវិតឲ្យវែងបានចឹងទៅក៏សូមឲ្យនាងប្រាប់មកលំអិតមកអញ្ចឹងនាងក៏បានប្រាំនាងក៏ថាខ្ញុំគ្រាន់តែដឹងអំពី3ប្រភេទនៃដំណាក់កាលជីជីននោះឯងការកសាងគ្រឹះនៃសរសៃផែនដីនិងសរសៃស្ថានសួគ៌បង្កើនអាយុកាលច្រើនបំផុតប៉ុន្តែយើងត្រូវតែប្រកួតប្រជែងដើម្បី
ធនធានកម្រណាវាគឺជាការងាយស្រួលបំផុតក្នុងការកសាងគ្រឹះនៃសរសៃមរណៈត្រូវការលេបថ្នាំច្រើនបើជោគជ័យយ៉ាងហោចណាស់អាចបង្កើនអាយុវែងរបស់អ្នកដល់ទៅ100ឆ្នាំឬថារស់ដល់100ឆ្នាំនេះក៏បានចាប់ដៃនាងដែលភ្លេចខ្លួនតែម្ដងទូប្រុសរបស់យើងណានាងក៏និយាយទៅដិតទៅមែនហើយបងធំសេឈុនអ្នកទាំងពីរក៏បានអៀនគ្នាទៅវិញទៅមកហើយក៏ឲ្យនាងញ៉ាំអីឲ្យបាត់ភ័យអញ្ចឹងទៅហើយទូប្រុសយើងក៏ដើរគិតតែម្នាក់ឯងថាបើគេអាចឡើងដល់ដំណាក់កាលកសាងមូលដ្ឋានគ្រឹះនោះគឺគេនឹងអាចមានផ្លូវកាន់ទៅវិញឆ្ងាយក្នុងការដើរផ្លូវអមតៈគិតចុះគិតឡើងរឿងអតិភិបពេលនេះគឺគេត្រូវតែធ្វើការបថុយប្រឋានតែប្រកួតប្រជែងវិមានថ្មទាំង10ម្ដងទៀតដើម្បីទទួលបាននូវកំណត់ទ្រាំកាត់មកពួកគ្រូពួកព្រឹទ្ធាចារ្យវិញការបើលើដំណឹងថាចៅស៊ីនឈីមិនមែនជាអ្នកទទួលបានជ័យជំនះលេខ1ក្នុងការប្រកួតនោះក៏គិតថាមានអ្នកខុបខិតជាមួយនឹងអ្នកភៀសខាងជើងព្រោះក្នុងចំណោមសិស្សភៀសខាងត្បូងរបស់គាត់មានតែចៅស៊ីនឈីនឹងហើយគឺជាអ្នកខ្លាំងអញ្ចឹងពួកគេក៏វិភាគទៅពីទៅពីតាមតែនឹកឃើញសិនទៅឬក៏ថាតាមការសង្ស័យរបស់ពួកគេភៀសខាងត្បូងរបស់ពួកគេនេះគឺមានកម្ពូលតែ3ទេនៃបកអំបូរវិញ្ញាណនេះហើយភៀសខាងត្បូងមានកម្ពូលដល់ទៅ4បើទោះបីជាពួកគេនៅក្នុងបកតែមួយពិតមែនប៉ុន្តែទំនាស់ទាស់ទែងភៀសខាងជើងភៀសខាងត្បូងតែងតែមានមកជាប្រចាំពួកគេសន្មតថាអាចនឹងមាននរណាម្នាក់មានក្រុងការចង់បាននៅកំណាប់កម្ពូលនោះឯងម្ល៉េះហើយគោលដៅធំរបស់បកពេលនេះគឺចង់រកអណ្ដៅតូចនោះក្រោមរូបភាពគិតថាគឺជាពិរុទ្ធជនដល់អញ្ចឹងចាំមើលទូប្រុសយើងរត់ទៅលេងហ៊ានបង្ហាញខ្លួនហើយរូបភាពកាត់មកពេលយប់ពេលនេះទូប្រុសយើងបានមកដល់អាកន្លែងរបស់គេដដែលហ្នឹងលួចមើលស្ងាត់បណ្ដាគិតបណ្ដាទៅខ្ញុំបានឮថាសិស្សអនុវត្តច្បាប់គឺចេញទៅធ្វើការពួកគេរៀងខ្លួនហើយឆ្នេះគ្មានអ្នកយាមនោះទេប្រហែលជាពួកគេសម្រេចចិត្តបោះបង់តាមរកអណ្ដៅតូចហើយមើលទៅអត់ទេខ្ញុំត្រូវតែប្រយ័ត្នឲ្យបានច្រើនដើម្បីសុវត្ថិភាពអញ្ចឹងទូប្រុសយើងក៏បានចូលទៅនឹងទាំងអស់គ្នាដល់ពេលទូប្រុសយើងចូលទៅហើយតាមពិតគឺមានការឡោមព័ទ្ធរងចាំនោះឯងគ្រាន់តែឃើញសញ្ញាថាមានអ្នកដែលចូលទៅប្រឡងអញ្ចឹងគឺគ្រប់គ្នានាំគ្នាឡោមព័ទ្ធឡើងពេញនឹងតែម្ដងសូម្បីតែចៅស៊ិនឈីនាងក៏រងចាំមើលដែរចង់ដឹងម្នាក់នឹងជាអ្នកណាទោះបីជាអបិជនមើលបង្ហាញក្តីបារម្ភឲ្យនាងទៅសម្រាកក៏នាងមិនទៅដែរអ្នកនៅខាងក្រៅនៅនេះស្រែកហូអស់ទោះហើយអ្នកទាំងអស់គ្នាគឺតែថាអណ្ដៅតូចចេញមកដឹងតែចាប់បានហើយដល់ពេលចុងបញ្ចប់លទ្ធផលមិនអត់គ្រប់បកគោលទាំងអស់អ្នកទាំងអស់គ្នាសិតតែឃើញសញ្ញាអណ្ដៅគ្រប់បកគោលទស្សនវិជ្ជាមួយនេះបានធ្វើប្រជាទាំងអស់គ្នាមានគំនិតពីរសប្បាយនិងមិនសប្បាយបើសិស្សនោះគឺជាសិស្សដែលមានទេពកោសល្យពិតប្រាកដនៅក្នុងពាក្យខាងត្បូងរបស់ពួកគេតែមិនសប្បាយចិត្តខ្លាចថាជាជនបង្កប់របស់ភាគខាងជើងវាមានសសរថ្ម10បង្គោលភ្លឺទាំងអស់អ្នកទាំងអស់គ្នាមើលទៅគឺថាអស្ចារ្យបណ្ដោយឯទូប្រុសយើងនៅខាងក្នុងឯនេះក៏ទទួលបាននៅកំណប់ទ្របកម្ពូលដោយសារតែប្រឡងឆ្លងផុតទាំង10បង្គោលនោះទូប្រុសយើងកំពុងសប្បាយចិត្តទទួលបានថ្នាំទឹកទ្វារក៏បានបើកទៅហើយមនុស្សជាច្រើនកំពុងតែឈោអ៊ូអនៅខាងមុខធ្វើឲ្យគេដឹងខ្លួនមុនដោយសារតែមនុស្សភ័យខ្លាចផងមិនឲ្យគេឃើញលទ្ធផលតលាក់ស្នុកដើកមួយឲ្យគេមើលចឹងទៅក្រោយមកស្នុកដើកក៏បានហោះប៊ីត្រូវអានទឹកឈិនម៉ូនឹងកំឡុងពេលដែលម្នាក់ចាប់អារម្មណ៍ទៅលើស្នុកដើកដែលបានហោះទៅមិញហ្នឹងគេក៏បានឆ្លៀតឱកាសហ្នឹងប្រោចដាក់មេប្រូចដល់នាំគ្នាដឹងថាអណ្ដើកតូចរត់ហើយក៏នាំគ្នាទៅតាមទៅមករកឃើញមេឃងឹតផងនៅទាំងអស់គ្នានាំគ្នាកាន់ភ្លើងចន្លោះឡើងផ្អើលភ្នំតែម្ដងរមកសពសាច់ជ្រុលរបស់យើងមកយកស្នុកដើកហើយក៏បានដាក់មេប្រូចទៀតទៅទេឯងគ្រាន់តែប្រឡងជាប់គ្រប់វិមានសោះហ្នឹងមិនឯងស្លាប់មកអើគេណាមិនក៏គេតាមមកហើយឯកមុំតូចហោវិញក៏បានមករៀបរៀងពួកហ្នឹងឈប់ភ្លាមស្អីច្បងជើខ្លួនឯងគាត់មិនទាំងដេញតាមគេផងហើយអ្នកទាំងអស់គ្នានឹងមានសិទ្ធិអីដេញតាមគេអណ្ដើកតូចបានធ្វើអីដល់អ្នកទាំងអស់គ្នាទើបមានគំនុំជាមួយគេដល់ថ្នាក់ហ្នឹងនោះមិនចេះខ្មាស់គេទេអីសិស្សអនុវត្តច្បាប់គេក៏បានថាយ៉ាតាំងចិត្តធ្វើជាសត្រូវជាមួយនឹងសាលអនុវត្តច្បាប់ហើយមើលទៅនេះក៏ថាវិញអញ្ចឹងសាលអនុវត្តច្បាប់នឹងចង់តាំងខ្លួនធ្វើជាសត្រូវរបស់កម្ពុជាភ្នំសៀងយ័ន្តអីអណ្ដើកតូចគឺជា idol របស់ខ្ញុំណាស្រាប់អ្នកផ្សេងទៀតគេចូលមករៀបរៀងដែរមែនហើយយើងមិនអនុញ្ញាតឲ្យពួកឯងចាប់គេនោះទេទូប្រុសយើងភ័យប្រាអូយលើសពីការគ្រប់គ្រងហើយពួកគេដូចចង់ប្រយុទ្ធគ្នាមែនតើតែពួកគេចង់ប្រយុទ្ធគ្នាសារតែខ្ញុំនឹងអីបន្ទាប់មកយើងបានឃើញថាកៅភ្នែករបស់សិស្សអនុវត្តច្បាប់ជាមួយនឹងកមុំតូចហួរសម័យរបស់យើងគឺថាចង់ស៊ីសាច់ហត់ឈាមនឹងចេញភ្លើងអ្នកចង់ចាប់ខ្លួននិងអ្នកការពារដល់អញ្ចឹងទៅក៏នាំគ្នាវាយគ្នាប្រប្រងប្រប្រាំងពេញនឹងមិនដឹងក្បាច់នៅណានោះទេពេលនោះដៅហោះមកឆ្វាច់ប៊ីត្រូវទូប្រុសយើងទៀតដោយសារតែប្រតិចាលីរបស់យើងបានមករៀបរៀងពួកគេនោះឯងហ៊ានប្រយុទ្ធគ្នានៅទីនេះផងតើពួកឯងបាត់បង់មនសិការអស់ហើយឬអញ្ចឹងទៅពួកគេក៏បានស្ដាប់បញ្ជាគាត់ឲ្យបែកគ្នាក៏នាំគ្នាបែកគ្នាអញ្ចឹងទៅគណៈពេលទូប្រុសយើងឯនេះកន្លែងដែលគេពួនគឺនៅក្បែរនឹងជ្រោះមួយបាក់អាកន្លែងនោះកលាច់លមៀលត្លាប់តាប់តងនឹងតែម្ដងហើយខ្វះកន្លែងធ្លាក់ទៀតអ្នកទាំងអស់គ្នាធ្លាក់មកចំទ្រង់មាន់ហើយយើងដឹងស្រាប់ហើយទូប្រុសយើងចោលលួចមាន់កាលពីមុនហើយគេក៏មិនមានគ្រោះថ្នាក់អ្វីនោះដែរអញ្ចឹងហើយគេក៏ថាអូយដោយសារតែតំណែងលេខ1នេះប៊ីសនឹងបាត់បង់ជីវិតឲ្យខ្ញុំរួចក៏បើកមើលកណ្ដប់ទ្របថ្នាំទេពនឹងទៅថ្នាំទេពគ្រាន់តែបើកមកចេញពលឺពេញទ្រង់មាន់តែម្ដងស្រាប់តែមាន់វាក៏មកមើលហើយទូប្រុសយើងនឹងពេលឃើញមាន់ក៏ភ្ញាក់ធ្វើឲ្យថ្នាំនឹងធ្លាក់លើក្បាលឃ្លុះដល់ពេលវាធ្លាក់ទៅហើយទូប្រុសយើងក្រោកប្រុងយកស្រាប់តែអ្នកនិពន្ធធ្វើបាបទូប្រុសយើងឲ្យមាន់នឹងមកចាប់យកអាថ្នាំនឹងតែម្ដងលបងមាន់អើយសុំដកជើងដល់ថ្លៃធ្នូលបងមាន់ចេញសិនទៅលបងមាន់សុំវឲ្យថ្នាំរបស់ខ្ញុំវិញមកសុំវសូមបង្ហាញក្តីមេត្តាឲ្យថ្នាំខ្ញុំវិញមកតែមានណាអាសត្វមាន់នឹងវាអត់ការងារធ្វើមកលេបថ្នាំរបស់ទូប្រុសយើងដោយសារតែប្រសិទ្ធភាពនៃថ្នាំនេះបានធ្វើឲ្យមាន់
ន់នឹងខ្លាយទៅជាកងោកហោះកាត់ព្រះច័ន្ទយ៉ាងសង្ហាបន្សល់ទុកតែស្លាបដល់ភ្លឺមួយឲ្យទូប្រុសយើងតែប៉ុណ្ណោះឯងទូប្រុសយើងបានត្រឹមតែយំឲ្យថ្នាំខ្ញុំវិញមកអានីលដីពេញនឹងអរគុណអ្នកនិពន្ធមែនតើដែលឲ្យទូប្រុសយើងឆ្លាតដែរប៉ុន្តែល្ងង